ក៏70នាក់កែប្រែមន្ទីរពេទ្យដែលគេបោះបង់ចោលទៅជាកន្លែងព្យាបាលផ្លូវចិត្តតាមរយៈសិល្បៈអារម្មណ៍ដែលធ្លាប់មាននៅក្នុងចិត្តមើលមិនឃើញប៉ះមិនបានឥឡូវត្រូវដាក់តាំងបង្ហាញនៅក្នុងមន្ទីរពេទ្យនៃអារម្មណ៍ឬហៅថា The Hospital of Emotion សភាពខាងក្រៅនិងផ្លូវដើរដូចជាមន្ទីរពេទ្យធម្មតាតែពេលបើកទ្វារចូលទៅក្នុងបន្ទប់នីមួយៗនឹងបង្ហាញពីអារម្មណ៍ដែលធ្លាប់ជួបនៅក្នុងជីវិតពិតតាមរយៈសិល្បៈបែបសហសម័យអារម្មណ៍ទាំងនោះរួមមានដូចជាភាពរីករាយភាពសោកសៅការភ័យខ្លាចកំហឹងសេចក្តីស្រឡាញ់ក្តីសង្ឃឹមការដឹងគុណនិងការតស៊ូតោះទៅមើលទាំងអស់គ្នាថាតើអារម្មណ៍ទាំងនេះត្រូវបានបង្ហាញចេញក្រៅតាមរយៈសិល្បៈក្នុងទម្រង់បែបណា1បន្ទប់បង្ហាញពីភាពរីករាយបន្ទប់ពោពេញដោយពណ៌ភ្លឺផ្កានិងរបស់លេងជាច្រើនទី2បន្ទប់បង្ហាញពីភាពសោកសៅនិងទុក្ខព្រួយបន្ទប់នេះប្រើស្រមោលស្រទន់ពន្លឺនិងការបំភាន់នៃការមើលឃើញដើម្បីឲ្យមានអារម្មណ៍ថាមានទម្ងន់ធ្ងន់នៃទុក្ខព្រួយឬបាត់បង់នរណាម្នាក់3បន្ទប់បង្ហាញពីភាពភ័យខ្លាចនិងកំហឹងបន្ទប់នេះមានភាពច្របូកច្របល់ខ្លាំងដែលប្រើពន្លឺភ្លើងការរចនាស្រួចឬសំឡេងរំខានដែលបង្កើតបានទៅជាបរិយាកាសថប់អារម្មណ៍បារម្ភការវាយប្រហារភ័យខ្លាចនិងស្រន់ស្លោទី4បន្ទប់បង្ហាញពីក្តីសង្ឃឹមនិងភាពធន់បន្ទប់នេះបង្ហាញពីក្តីសង្ឃឹមក្នុងការរស់រានមានជីវិតប្រកបដោយក្តីសង្ឃឹមវាត្រូវបានរចនាឡើងដើម្បីបង្ហាញពីរបៀបដែលមនុស្សឆ្លងផុតពីគ្រាលំបាក5បន្ទប់បង្ហាញពីក្តីស្រឡាញ់និងការដឹងគុណបរិយាកាសដ៏កក់ក្ដៅស្រទន់និងសន្តិភាពដែលធ្វើឲ្យមានអារម្មណ៍ថាមានសុវត្ថិភាពការតាំងពិព័រណ៍នេះគឺជាការតាំងពិព័រណ៍បណ្ដោះអាសន្នដែលបានបើកជាផ្លូវការនៅថ្ងៃទី27ខែឧសភាឆ្នាំ2026ហើយដំណើរការក្នុងរយៈពេលកំណត់រហូតដល់ថ្ងៃទី31ខែកក្កដាឆ្នាំ2026គម្រោងនេះប្រៀបដូចជាគម្រោងក្នុងការផ្លាស់ប្ដូរមុខមាត់ថ្មីនៃមន្ទីរពេទ្យដែលត្រូវបានគេបោះបង់ចោលទៅជាអគារថ្មីដែលមានគុណតម្លៃបំផុតអគារនេះក្រុងនឹងទទួលនៅការអភិវឌ្ឍឡើងវិញក្នុងទឹកប្រាក់$300 លានដើម្បីក្លាយទៅជាមន្ទីរពេទ្យសុខភាពផ្លូវចិត្ត Vincent ដែលបង្កើតជាកន្លែងអចិន្ត្រៃយ៍សម្រាប់សុខភាពផ្លូវចិត្តនិងសេវាលំនៅឋានកិច្ចការនេះសម្រេចបានដោយមានការសហការគ្នារវាងក្រុមការងារ3ក្រុមគឺ House of Art and Dream គឺជាក្រុមហ៊ុនដែលមានឯកទេសក្នុងការតាំងពិព័រណ៍លេចឡើងយ៉ាងជាក់លាក់នៅក្នុងអគារដែលកំពុងដំណើរការផ្លាស់ប្ដូរដែលយើងច្រើនហៅថា Pop Up ក្រុមនេះបានបង្ហាញពីការរួមបញ្ចូលគ្នារវាងសិល្បៈការរចនានិងស្ថាបត្យកម្មដើម្បីបង្កើតបានទៅជាសិល្បៈសហសម័យដ៏រស់រវើកនិងប្រកបដោយអត្ថន័យទី2គឺ Roy Wardrobe គឺជាស្ទូឌីយោបដិសណ្ឋារកិច្ចនិងរចនាមានមូលដ្ឋាននៅទីក្រុង Los Angeles មានឯកទេសក្នុងការបំប្លែងអចលនទ្រព្យដែលគេមើលរំលងទៅជាគោលដៅទេសចរតាមរយៈការរួមបញ្ចូលនៅស្ថាបត្យកម្មបរិយាកាសនិងបទពិសោធន៍ដោយផ្ដោតលើសហគមន៍និងចុងក្រោយសំខាន់បំផុតគឺអ្នកផ្ដល់ទីតាំងនោះគឺមន្ទីរពេទ្យ Vincent ជាអតីតមជ្ឈមណ្ឌលវេជ្ជសាស្ត្រ ST Vincent នៃទីក្រុង Los Angeles ជាចុងក្រោយក៏សូមអរគុណអ្នកទាំងអស់គ្នាសម្រាប់ការតាមដានទស្សនាវីដេអូមកដល់ចំណុចនេះហើយក៏សូមកុំភ្លេចជួយគាំទ្រ Channel Home Live តាមរយៈការជួយចុច Subscribe, Like ចុចសញ្ញាកណ្ដឹងនិង Share សូមអរគុណ